សូមស្វាគមន៍មកកាន់ Channel បរិយាយរឿងទិនហ្វីជួបគ្នានៅវីដេអូថ្មីមួយនេះទៀតហើយដែលនឹងនិយាយអំពីការកាត់ទោសមន្ត្រីអាក្រក់នៅក្នុងសវនាការការកាត់ទោសរកយុត្តិធម៌ជូនជនស្លូតត្រង់គឺជាកិច្ចការធំដែលទាមទារទាំងវិជ្ជាចរិយានិងមនសិការខ្ពស់បំផុតប្រសិនបើអ្នកត្រូវបានតែងតាំងឲ្យកាន់កិច្ចការមួយនេះឬត្រូវចូលរួមក្នុងសវនាការបែបនេះគឺជាការអនុវត្តជាក់ស្ដែងដើម្បីសម្រេចបាននូវយុត្តិធម៌ពិតប្រាកដទី1ការប្រើប្រាស់វិជ្ជានិយាយដើម្បីស្វែងរកការពិតក្នុងនាមជាអ្នកស្វែងរកយុត្តិធម៌សម្ដីរបស់អ្នកត្រូវមានទម្ងន់និងភាពច្បាស់លាស់សំណួរដេញដោលដោយបញ្ញាកុំប្រើសម្ដីកគ្រោកកំហែងប៉ុន្តែប្រើសំណួរដែលផ្អែកទៅលើកត្តាវិទ្យាឬភស្តុតាងដើម្បីឲ្យការពិតលេចចេញដោយខ្លួនឯងនិយាយការពារដោយយោងច្បាប់និងយុត្តិធម៌រាល់ការលើកឡើងត្រូវលើកយោងទៅលើអង្គហេតុនិងអង្គច្បាប់បូករួមជាមួយនឹងគុណធម៌ដើម្បីឲ្យអ្នកមានបុណ្យអ្នកអាចសម្រេចសេចក្តីមើលឃើញភាពស្អាតស្អំរបស់ជនស្លូតត្រង់ភាពស្ងប់ស្ងៀមជាអំណាចនៅចំពោះមុខការចោទប្រកាន់ត្រូវតបតទៅដោយត្រជាក់និងអង្គហេតុដែលមិនអាចប្រកែកបាន2ការអនុវត្តជាក់ស្ដែងក្នុងការរកយុត្តិធម៌ដើម្បីជួយជនស្លូតត្រង់ឲ្យទទួលបានយុត្តិធម៌អ្នកត្រូវធ្វើសកម្មភាពដូចខាងក្រោមការស្រាវជ្រាវឲ្យដល់ឫសគល់កុំជឿលើអ្វីដែលឃើញត្រឹមតែសម្បកក្រៅជនស្លូតត្រង់ច្រើនតែខ្វះមធ្យោបាយការពារខ្លួនដូច្នេះអ្នកត្រូវធ្វើជាភ្នែកត្រចៀកជំនួសពួកគេភាពមិនលំអៀងយុត្តិធម៌នឹងកើតមានលុះត្រាតែអ្នកកាន់ចិត្តចេញពីបុគ្គលនិយមឬផលប្រយោជន៍កាន់ជើងការពិតមិនមែនកាន់ជើងបុគ្គលការប្រើឥទ្ធិពលអ្នកមានបុណ្យក្នុងផ្លូវត្រូវប្រសិនបើអ្នកទទួលបានការសន្តោសពីអ្នកមានបុណ្យត្រូវប្រើឱកាសដើម្បីឲ្យសមឲ្យមានការពិនិត្យឡើងវិញនៅសំណុំរឿងដែលដិតដល់នឹងយុត្តិធម៌3ការទទួលខុសត្រូវក្នុងកិច្ចការធំក្រោយការតែងតាំងនៅពេលដែលអ្នកត្រូវបានផ្ដល់សិទ្ធិអំណាចឲ្យកាន់កិច្ចការយុត្តិធម៌ការពារជនទន់ខ្សោយកិច្ចការធំដែលសំខាន់បំផុតគឺការធានាថាអ្នកដែលគ្មានកំហុសមិនត្រូវរងគ្រោះនេះគឺជាបុណ្យដ៏ធំធេងដែលរក្សាជំហរឲ្យអ្នករឹងមាំសេចក្តីក្លាហានរកយុត្តិធម៌តែងតែជួបឧបសគ្គពីអ្នកមានអំណាចខិលខូចត្រូវមានសេចក្តីក្លាហានក្នុងការនិយាយការពិតទោះស្ថិតក្នុងប្រសានភាពគ្រោះថ្នាក់ក៏ដោយតម្លាភាពធ្វើឲ្យសវនាការឬការសម្រេចចិត្តរបស់អ្នកបង្ហាញសេចក្តីចេញមកដោយពន្លឺដែលគ្រប់គ្នាអាចឃើញនិងទទួលបានសរុបមកយុទ្ធសាស្ត្រក្នុងសវនាការនេះគឺវិជ្ជាចេះច្បាប់និងដឹងហេតុផលច្បាស់លាស់សច្ចៈនិយាយតែពាក្យពិតនិងការពារការពិតមេត្តាមានចិត្តអាណិតអាសូរដល់ជនរងគ្រោះស្លូតត្រង់យុត្តិធម៌ដែលយឺតយ៉ាវគឺជាអយុត្តិធម៌ដូច្នេះការអនុវត្តជាក់ស្ដែងរបស់អ្នកត្រូវតែមានភាពរហ័សរហួនច្បាស់លាស់និងម៉ឺងម៉ាត់វីដេអូនេះមានត្រឹមតែប៉ុណ្ណេះជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណហើយក៏សូមគោរពលាកុំភ្លេចចុចសញ្ញាកណ្ដឹងនិងដាក់ Subscribe ម្នាក់មួយផងអរគុណ